សូមអរគុណដែលជំរាបសួរដល់ពុកម៉ែបងប្អូនដែលមានវត្តមាននៅក្នុងសាលនៅវាមកវិជ័យក្នុងបរិវេណឲ្យខំឡាសាមាននេះដោយតែដល់បងដែរថាសាទៅនៅពីអមមានចេញតែដំណើរការសម្ដែងទស្សនីយភាពចែកជូនទៅកាន់បងប្អូនទស្សនាមិនថាទៅចុងសប្តាហ៍នោះទេតែចាក់ស្ដែងក្នុងនាមថ្ងៃនេះផងដែរដែលត្រូវជាថ្ងៃប្រជុំទី1ប្រជុំធំកំសាន្តនៅក្នុងអមមានចេញបានធំមកនៅផ្នែកទស្សនីយភាពសិល្បៈបុរាណខ្មែរទៅទម្រង់ខាងខោតែពុកម៉ែបងប្អូនអាចទស្សនានៅពេលបន្តិចទៀតនេះផងដែរពុកម៉ែបងប្អូននេះប្លែកហើយពុកម៉ែបងប្អូនបើសិនជាបានមកទស្សនាដល់មកគឺអំស៊ីតឯងបាននេះប្លែកពីយើងអំស៊ីមកបាទមានដៃគូហើយបានមកដែរសង្គមបានមកវត្តដែរប្រជុំយើងនឹងបាទសម្រាប់ខ្ញុំនេះខ្ញុំបានតាមវត្តទេហើយមួយបងសាយបានមកវត្តដែរហើយលេងសតយកតបានទៅណាហើយកំពុងតែថារងឆ្លៀតបាទមួយថ្ងៃស្អែកនេះក៏ថាស្អែកវាធ្វើមិនត្រូវបានមកវត្តដែរហើយចាឃើញពុកម៉ែបងប្អូនខ្លះពេលអាសោប្រហែលជាទៅដល់មកពីវត្តហើយពេលថ្ងៃគាត់មកដើរលេងលោកសាស្ត្រនៅវាអមវិជ័យហើយពេលល្ងាចនេះក៏បានចូលមកទស្សនានៅទម្រង់ល្ខោនខោលរបស់យើងបានក្នុងសាស្ត្រនៅវាអមវិជ័យនេះបាទចាជាការពិតណាស់បាទសាស្ត្រនៅវាអមវិជ័យតែបង្ហាញការគ្រប់គ្រងដល់វិស័យសិល្បៈបានសហការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងគោលបំណងលើកស្ទួយវប្បធម៌សិល្បៈខ្មែរនិងផ្សព្វផ្សាយដល់ពុកម៉ែបងប្អូនក៏ដូចជាយុវជនជំនាន់ក្រោយបានស្គាល់អំពីកេរដំណែលដែលបានបន្សល់ទុកឲ្យពីដូនតារបស់យើងហើយសិល្បៈវប្បធម៌អរិយធម៌ជំនឿនិងទំនៀមទម្លាប់ទាំងអស់នេះហើយដែលជាពណ៌សម្បូរនិងអត្តសញ្ញាណនៃប្រជាជនខ្មែររបស់យើងហើយបងប្អូនឃើញអឹមស៊ីនេះបាទអឹមស៊ីប្រុសក៏ជាបរិសុទ្ធបាទអឹមស៊ីស្រីក៏ជាបរិសុទ្ធតាមពិតហើយគឺយើងភ្ជាប់ជាមួយនឹងទម្រង់ដែលបងប្អូននឹងបានទស្សនាបន្តិចនេះបងប្អូនស្គាល់ទម្រង់ល្ខោនខោលរបស់ខ្មែរយើងទេបាទមានបងប្អូនខ្លះក៏ស្គាល់ហើយបងប្អូនខ្លះក៏មិនទាន់បានយល់ដឹងអំពីទម្រង់ល្ខោនខោលរបស់យើងអញ្ចឹងសង្គមអាចរៀបរាប់ទ្រទ្រង់ប្រាប់បងប្អូនទេថាអ្វីទៅដែលជាទម្រង់ល្ខោនខោលរបស់ខ្មែរយើងបាទចាដូច្នេះនាងខ្ញុំសូមរៀបរាប់ឲ្យពុកម៉ែបងប្អូនបានដឹងខ្លះៗផងដែរល្ខោនខោលជាទម្រង់ទាំងទស្សនីយភាពបែបសក្ការៈដែលមានវ័យចំណាស់មួយក្នុងចំណោមទស្សនីយភាពបុរាណផ្សេងទៀតលក្ខណៈសម្គាល់របស់ទម្រង់ល្ខោនខោលគឺតួអង្គនីមួយៗសម្ដែងតែពាក់ខ្មុកលើកលែងតែតួអង្គមនុស្សស្រីលាបមុខសតំណាងឲ្យការពាក់ខ្មុកហើយសិល្បករល្ខោនខោលទាំងអស់គឺសុទ្ធតែជាបុរសបើទោះបីជាតួអង្គក្នុងរឿងជាមនុស្សស្រីក៏ដោយក្តីក៏មនុស្សប្រុសជាអ្នកសម្ដែងផងដែរមួយវិញទៀតល្ខោនខោលសម្ដែងបានតែរឿងរាមកេរ្តិ៍តែមួយគត់ក្នុងអក្សរសិល្ប៍ខ្មែរហើយចំពោះបច្ចេកទេសសម្ដែងទៀតសោតតួអង្គនីមួយៗគឺមានរាងកាយវិការស្វាហាប់រហ័សរហួនក្រមិចក្រមើមបែបមនុស្សប្រុសតាមអត្តចរិតរបស់តួអង្គនាំអមជាមួយភ្លេងពិណពាទ្យនិងអ្នកពំនោលពោលរៀបរាប់តាមសាច់រឿងផងដែរនៅក្នុងរឿងជាងគេមានតួអង្គពិសេសជាច្រើនដែលតែងតែបង្កើតឲ្យមានជាសាច់រឿងប្រតិប្រឡាគ្នាមិនចេះចប់មិនចេះហើយនៅក្នុងនោះក៏មានតួអង្គសំខាន់4ដែលតែងតែរំលេចនិងញ៉ាំងឲ្យសាច់រឿងកាន់តែមានភាពក្តៅកគុកគឺតួអង្គព្រះនាងសេតាហនុមាននិងក្រុងរាពណ៍តួអង្គទាំង4យើងក៏អាចយកមកប្រៀបធៀបទៅនឹងធាតុទាំង4ដូចគ្នាគឺធាតុទឹកធាតុដីនិងធាតុភ្លើងដូចនេះសូមបង្ហាញអារម្មណ៍ពុកម៉ែបងប្អូនមកជួបជាមួយនឹងតួអង្គទាំង4ដែលបានរៀបរាប់មកលើនេះដូចតទៅបងប្អូនទាំងអស់គ្នាស្គាល់តួអង្គនៅចម្លើយនាងខ្ញុំដែរឬទេគាត់មានឈ្មោះអ្វីដែរចាអញ្ចឹងនាងខ្ញុំសូមរៀបរាប់ពីតួអង្គរបស់ព្រះរាមតំណាងឲ្យធាតុខ្យល់កើតនៅក្នុងឆ្នាំរកាព្រះរាមជាតួអង្គអវតារនៃព្រះនរានៅក្នុងទម្រង់នៅក្នុងរឿងទ្រង់មានមហេសីឈ្មោះនាងសីតាដែលត្រូវក្រុងរាពណ៍ចាប់ទៅនគរលង្កាក្នុងសេចក្តីទាំងមូលគឺដំណើរទៅតាមរោគនាងសីតាត្រឡប់មកវិញដោយជួបបញ្ហាចាក់ស្រេះជាច្រើនព្រះរាមត្រូវប្រើភាពឈ្លាសវៃដើម្បីដោះស្រាយបញ្ហានិងតែងមានចំនួនពីទ័ពស្វានិងសេនាផ្សេងៗទៀតផងដែរព្រះរាមមានរូបកាយជាមនុស្សហើយគេក៏សម្គាល់ព្រះអង្គមានសម្បុរបៃតងនិងពាក់មកុដនារីជាបន្តព្រះនាងសីតាព្រះនាងសេតាតំណាងឲ្យទឹកកើតនៅក្នុងឆ្នាំកុរព្រះនាងសេតាមានរូបឆោមល្អស្អាតលើគេរំទុំស្លូតត្រង់ហើយបានមានអភិសេកនឹងព្រះរាមសេតាមានចិត្តស្ងប់បង្កប់ទុកព្រួយមានមនោសញ្ចេតនាមេត្តាករុណាសម្របខ្លួនទៅតាមបញ្ហាដូចជាសាវតានៃមនុស្សដែលមានពីទឹក
រលឹកចាំស្វាមីមកទទួលវិញសេដាមានសម្បុរពណ៌សាច់ពាក់មកុដនាងនិងគ្រឿងអលង្ការជាបន្តជាតួអង្គហនុមានតំណាងឲ្យធាតុដីកើតក្នុងឆ្នាំអាសានហនុមានជាពោធិសេនាស្មោះស្ម័គ្រគោរពតាមបញ្ជាមេតបដ៏អង្អាចក្លាហានខ្លាំងពូកែរបស់ព្រះរាមនៅក្នុងដំណើររឿងហនុមានបានជួយព្រះរាមគ្រប់ពេលវេលាក្នុងគ្រាទៅតាមស្វែងរកនាងសីតានិងបានកេណ្ឌទ័ពធ្វើសង្គ្រាមជាមួយអស់ពួកអសុរាហនុមានជាស្វាមានរោមពណ៌សកាត់ខៀវខ្ចីពាក់ក្បាំងនិងកាន់ព្រះខ័នចុងក្រោយតួអង្គក្រុងរាមតំណាងដោយធាតុភ្លើងកើតនៅក្នុងឆ្នាំវកក្រុងរាមឬទសមុខជាស្ដេចយក្សនៅនគរលង្កានៅក្នុងតម្រាក្រុងរាមជាយក្សខ្លាំងក្លារិទ្ធិអស្ចារ្យក្រុងរាមមានសម្បុរបៃតងដៃ20ប៉ុន្តែនៅក្នុងគំនូរគេគូតែ4 6 8 និង10មានកាន់អាវុធចម្បាំងដូចជាធ្នូសកងចក្រត្រីសូរជាដើមទសមុខមានន័យថាមានមុខ10តែជួនកាលគេគូមានមុខ7ជួនកាលគេគូមានមុខ10សូមអរគុណដល់បងប្អូនសិល្បករដែលបានណែនាំខ្លួនឲ្យពុកម៉ែបងប្អូនបានទស្សនានិងបានស្គាល់ពីតួអង្គសំខាន់4នៅក្នុងរឿងរៀបពេលចាសង្ឃឹមថាការរៀបរាប់ខាងលើអាចជាពុទ្ធិបន្ថែមមួយទៀតអំពីទម្រង់ខាងខរបស់ខ្មែរយើងផងដែរពេលនេះដើម្បីកុំឲ្យពុកម៉ែបងប្អូននៅតែរងចាំយូរសូមនាំពុកម៉ែបងប្អូនមកស្គាល់តួអង្គមួយទៀតនៅក្នុងរឿងរៀបគេគឺមូផល្លាំងចង់ដឹងថាមូផល្លាំងជានរណាពេលនេះសូមរីករាយទស្សនាដោយតទៅ